បាទសួស្តីបងប្អូនទាំងអស់គ្នាតោះឥឡូវយើងបន្តមកចំណុចទី6ម្ដង The quickly read the story how many different types of animals are there in the story បាទអញ្ចឹងមានន័យថាម៉េចមានន័យថា quickly នេះលឿន read the story មានន័យថាឲ្យបងប្អូននឹងអានរឿងនឹងឲ្យបានលឿនហើយគេសួរសំណួរមួយគឺគេសួរថាតើមានសត្វប៉ុន្មានប្រភេទនៅក្នុងរឿងនឹង How many different types of animals are there in the story បាទតើមានសត្វចំនួនប្រមាណនៅក្នុងរឿងហ្នឹងតោះឥឡូវយើងអានទាំងអស់គ្នាសិន The bus arrived at the zoo at 12:30 p.m. Hyung was so excited. She said, "If we hurry, we might get to see the baby elephant before it gets too hot." And they go inside. As soon as the bus stopped, all the students ran to see as many animals as possible. Miss Mom told all the students to buy a map of the zoo because they could get lost. Unfortunately, they couldn't see the tigers because they were sleeping inside a dark cage. Mr. Sopal, the zookeeper, said the tigers usually wake up at 4 p.m. so you could see them then if you're lucky. What he said, we might come back if we have time. Woody asked him what she wanted to see first. She replied, well, the tigers are asleep, so I may see if I can find the giraffes, and then I might look for the lions. Pizza tried to give the leopard one of his sandwiches. When the zookeeper saw Pizza, he shouted, "Hey, stay away from the cage, because the leopard might jump off and bite you." Pizza took a big step back away from the cage. Some of the students thought they might see the tiger at 4 p.m., but the tiger was still sleeping. The students weren't too disappointed because they had all seen so many different birds and animals. Everyone was tired when they got back on the bus. Miss Mom said that it was such a good day that they may come back again next year. អូខេតោះឥឡូវលោកគ្រូបានអានចប់ហើយបងប្អូនរៀនអានតាមលោកគ្រូផងឥឡូវយើងមកដល់ការបកប្រែវិញម្ដងតោះឥឡូវយើងរៀនបកប្រែទាំងអស់គ្នាបាទអញ្ចឹងមុនពេលដែលលោកគ្រូចាប់ផ្ដើមបកប្រែលោកគ្រូក៏សូមឲ្យបងប្អូនថ្មីបាទជួយចុច Subscribe វីដេអូរបស់លោកគ្រូផងប្រសិនបើបងប្អូនពេញចិត្តតោះឥឡូវកន្លែងនេះគេដាក់ថា The bus arrived at the zoo at 12:30 p.m. បាទយើងបកមកខណ្ឌម្ដងណានេះសញ្ញាខណ្ឌគេលោកគ្រូចុចឲ្យចេះឲ្យស្នុកមើលអញ្ចឹងគេថាឡានក្រុងបានមកដល់សួនសត្វនៅម៉ោង 12 ថ្ងៃត្រង់ 12 កន្លះថ្ងៃត្រង់ Hyung was so excited បាទនេះសញ្ញាខណ្ឌមួយទៀតសញ្ញាឧទានបាទគេថា Hyung គាត់រំភើបចិត្តយ៉ាងខ្លាំងនាងបាននិយាយថាប្រសិនបើពួកយើងរស់រាន់ឬក៏ប្រញាប់ប្រញាល់មានន័យថាឲ្យយើងប្រញាប់ប្រញាល់ជាងហ្នឹងឬក៏រស់រាន់ជាងហ្នឹងពួកយើងប្រហែលជាអាចឃើញបាទកូនដំរីបាទពួកយើងប្រហែលជាអាចឃើញសត្វកូនដំរីមុនពេលដែលបាទមេឃក្តៅខ្លាំងហើយពួកវាចូលទៅខាងក្នុងណែ they go inside នេះបងប្រែថាខាងក្នុងអូខេ as soon as នេះបងប្រែថានៅពេលដែរណានៅពេលដែរឡានក្រុង as soon as ចឹងបងបកប្រែផង as soon as នៅពេលដែរឡានក្រុងឈប់ stop ឈប់សិស្សទាំងអស់ហ្នឹង ran to see រត់ទៅមើលណារត់ទៅមើលសត្វឲ្យបានច្រើនតាមដែលអាចធ្វើទៅបានបាទកន្លែងហ្នឹងគឺមានន័យថាអញ្ចឹងណា to see as many animals as possible មានន័យថាពួកសិស្សទាំងអស់ហ្នឹងរត់ទៅមើលសត្វហ្នឹងឲ្យបាន
ច្រើនតាមដែលអាចធ្វើទៅបានមានន័យថាគាត់មើលសត្វហ្នឹងឃើញច្រើនប៉ុណ្ណាគាត់ត្រូវឲ្យបានមើលបានប៉ុណ្ណឹងដែរតាមដែលអាចគាត់ធ្វើទៅបានMiss Mom អ្នកគ្រូមុំក៏បានប្រាប់សិស្សទាំងអស់ឲ្យទិញផែនទី map អូនប្រែថាផែនទីបាទ map of the zoo ហ្នឹងមានន័យថាផែនទីសួនសត្វពីព្រោះអីពីព្រោះពួកគេហ្នឹងអាចវង្វេង get lost could get lost ហ្នឹងអាចវង្វេង unfortunately ជាអកុសលឬក៏ដោយសំណាងមិនល្អហើយនិយាយទៅពាក្យធម្មតាគេថាសយ they couldn't see the tiger ពួកគេមិនអាចឃើញសត្វខ្លាទេពីព្រោះពួកវាណាពួកវានឹងចំនួនសត្វខ្លាពីព្រោះពួកវាកំពុងតែដេកនៅខាងក្នុងទ្រុងងងឹតបាទ dark នេះងងឹត the cage នេះទ្រុងបាទ cage បងប្រែថាទ្រុង Mr. Supal the zookeeper ហ្នឹងមានន័យថាអ្នកមើលថែសួនសត្វហ្នឹងគេហៅថា zookeeper បាទអ្នកថែសួនសត្វ said គាត់បាននិយាយថា tiger សត្វខ្លា usually wake up បើជាធម្មតាវាភ្ញាក់ពីដេកនៅម៉ោង 4 ណាដូច្នេះអ្នកអាចឃើញពួកវាបាននៅពេលដែលអ្នកហ្នឹងបាទមានសំណាងបើសិនបើអ្នកហ្នឹងមានសំណាងបាទអញ្ចឹងគាត់ថាសត្វខ្លាហ្នឹងវាក្រោកពីដេកនៅម៉ោង 4 អញ្ចឹងបើសិនជាយើងមានសំណាងយើងអាចមើលឃើញយើងអាចឃើញវា Woody said Woody ក៏បាននិយាយថាពួកយើងប្រហែលជាត្រឡប់មកyeah we might come back ពួកយើងប្រហែលជាត្រឡប់មកវិញប្រសិនបើពួកយើងមានពេលអូខេ Woody ក៏បានសួរទៅហៀងថានាងចង់ឃើញអីគេមុនគេហៀងក៏បានឆ្លើយតប she reply ណា she reply នោះមានតែឆ្លើយតបគាត់ថាចង់ឃើញ tiger ហ្នឹងវាដេកលក់ហើយណា sorry tiger វាដេកលក់ហើយអញ្ចឹងមានន័យថាសត្វខ្លាហ្នឹងវាដេកហើយដូច្នេះហៀងគាត់ថាប្រហែលជាគាត់ហ្នឹងចង់បាទចង់អីចង់ឃើញសត្វកវែងណាគាត់ចង់ទៅរកមើលសត្វកវែង giraffe សត្វកវែងនេះ giraffe សត្វកវែងហើយបន្ទាប់មកប្រហែលជារកមើលសត្វតោ lion បាទសត្វតោពិសិដ្ឋក៏បានព្យាយាមបាទឲ្យគេឲ្យសត្វខ្លារខិន leopard ហ្នឹងសត្វខ្លារខិននៅនំសាំងវិចរបស់គាត់បាទមានន័យថាឲ្យសាំងវិចរបស់គាត់ហ្នឹងទៅខ្លារខិននៅពេលនោះអ្នកមើលថែសួនសត្វហ្នឹងគឺ Mr. Supal អ្នកមើលថែសួនសត្វក៏បានឃើញពិសិដ្ឋគាត់ក៏បានស្រែក shout បាទ shouted ជា past simple របស់ shout ហ្នឹងប្រែថាស្រែកគាត់ក៏បានស្រែកថា hey សុំនៅឲ្យឆ្ងាយ stay away from the cage មានន័យថាសុំឲ្យនៅឆ្ងាយពីទ្រុងណាសុំនៅឲ្យឆ្ងាយពីទ្រុងពីព្រោះខ្លារខិនប្រហែលជាលោតចាំអាប់មកលោតឡើងមកណាចាំអាប់មានលោតឡើងមក and by នេះខំណាទាំងអស់គ្នាប្រែថាខំបាទលោតឡើងមកឲ្យខំនេះហើយពិសិដ្ឋ took a big step back away អញ្ចឹងពិសិដ្ឋក៏បានឈានមកជំហានធំថយមកក្រោយវិញណា take a big step ហ្នឹងមានតែឈានជើងមកជំហានធំថយក្រោយវិញពីទ្រុងនោះ away from the cage some of the students សិស្សមួយចំនួនក៏បានគិតថាសតហ្នឹងមកពាក្យ sing ទាំងអស់គ្នាបាទសតមកពាក្យ sing ណា short មកពាក្យ sing ពួកគេអាចឃើញសត្វខ្លា tiger នៅម៉ោង 4 បាទពួកគេអាចឃើញសត្វខ្លានៅម៉ោង 4 ប៉ុន្តែសត្វខ្លានៅតែកំពុងដេកមានន័យថាអត់ទាន់ទៅណាទេនៅតែដេកនឹងបាទ The student weren't too disappointed បាទសិស្សទាំងអស់ហ្នឹងគាត់មិនជាខកចិត្តខ្លាំងទេណាមិនខកចិត្តពុនពេកទេ disappointed មានតែខកចិត្តបាទអញ្ចឹងសិស្សទាំងអស់គាត់មិនជាខកចិត្តប្រមាណទេពីព្រោះអីពីព្រោះពួកគេនឹងបានឃើញប្រភេទសត្វបក្សាបក្សីនេះ birds សត្វបក្សាបក្សីហើយនឹងសត្វបាទជាច្រើនផ្សេងទៀតណាផ្សេងទៀត everyone was tired បាទអ្នកទាំងអស់គ្នានោះមានតែសិស្សទាំងអស់ហ្នឹងក៏អស់កម្លាំងដែរហើយណា tired នៅពេលដែលពួកគេត្រឡប់មកឡានក្រុងវិញបាទអ្នកគ្រូមុំនិយាយថាម៉េចនេះកន្លែងនេះ Miss Mom said that បាទអ្នកគ្រូមុំនិយាយថាវាជាថ្ងៃមួយដ៏ល្អបាទដូចក៏សប្បាយរីករាយដែលពួកគេនឹងប្រហែលជាអាចនឹងមកម្ដងទៀតនៅឆ្នាំក្រោយបាទអញ្ចឹងលោកគ្រូបកចប់ហើយបងអូនតាន់ឬមិនតាន់បងអូនអាចរកមើលវចនានុក្រមអីប្រែពាក្យបន្ថែមទៀតអញ្ចឹងនៅក្នុងចំណុចទី 6 នេះគឺបងអូនអានហើយបងអូនបកប្រែហើយបងអូនស្វែងរកសត្វណាសត្វមានប្រមាណនៅក្នុងអត្ថបទហ្នឹងហើយបងអូនឆ្លើយសំណួរគេទៅនេះណា how many different types
of animal are there in the story បាទតោះឥឡូវយើងរកមើលសត្វទាំងអស់គ្នា The bus arrived at the zoo at 12:30 p.m. He was so excited. He said, "If we hurry, we might get to see the baby elephant." បាទនេះមួយគឺ baby elephant ណាយើងឃើញមួយហើយគឺសត្វកូនដំរីឬកូនសត្វដំរី Before it gets too hot and they go inside, as soon as the bus stop, all the students ran to see as many animals as possible. But Miss Mom told the students to buy a map of the zoo because they could get lost. Unfortunately, they couldn't see the tiger. បាទនេះមួយទៀតហើយទាំងអស់គ្នា tiger បាទ tiger because they were sleeping inside in the dark cage. Mr. Support the zookeeper said the tiger usually wake up បាទពាក្យ tiger នេះគឺដដែលទេអញ្ចឹងយើងមិនបាច់យកទេ So you could see them if you're lucky. Woody said we might come back if we have time. បាទ Woody គាត់សួរហៀងកន្លែងនេះមក what she wanted to see first she replied the tiger បាទសត្វខ្លាដដែលទេមិនបាច់យកទេ asleep so we may see if I can find giraffe បាទនេះគឺ giraffe បាទ giraffe 3ហ្នឹងណាlion មួយទៀត4 yeah 4 we should try to give the leopard បាទ5 okay when the zookeeper saw Mrs. stay away from the cage because the leopard might jump up and bite you បាទយើងអានមកទៀតមក big step cake some of the students thought they might see the tiger បាទដដែល tiger were still sleeping they disappointed because they had all seen so many different bird បាទ bird ណា bird okay bird អញ្ចឹងដូចជាអស់ហើយអូខេអញ្ចឹងបងប្អូនអាចរាប់បានហើយ1 2 3 4 5 6បាទអញ្ចឹងចម្លើយគឺមានចំនួន6អូខេអញ្ចឹងចម្លើយគឺមានចំនួន6អញ្ចឹងបងប្អូនអាចឆ្លើយថា there are 6 different types of animal in the story បាទអញ្ចឹងចម្លើយគឺ there are អ្នកទាំងអស់គ្នាអាចមើលកន្លែងនេះ there are 6 different types of animals in the story បាទអញ្ចឹងចម្លើយគឺមានបាទសត្វបាទចំនួន6ប្រភេទនៅក្នុងរឿងឬក៏មានសត្វចំនួន6នៅក្នុងរឿងបាទទី1គឺ elephant ទី2 tiger ទី3 giraffe ទី4 lions ទី5 leopard and ទី6គឺ birds បាទអញ្ចឹងនៅក្នុងចំណុចទី6នេះគឺមានតែប៉ុណ្ណឹងអូខេតោះឥឡូវបងប្អូនយើងបន្តទៅចំណុចទី7បាទតោះទាំងអស់គ្នាឥឡូវយើងបន្តមកចូលមកដល់ចំណុចទី7 yes or no questions write the answers in your notebook បាទកន្លែងនេះគឺគេឲ្យប្អូនគ្រាន់តែជ្រើសរើសយកពាក្យ yes ឬក៏ no ឧទាហរណ៍ទៅក្នុងចំណុច A នេះគេដាក់ថា here short they might get to see the baby elephant បាទអញ្ចឹងកន្លែងហ្នឹងមានន័យថាហៀងហ្នឹងគាត់គិតថាពួកគេហ្នឹងអាចនឹងឃើញកូនសត្វដំរីអញ្ចឹងប្រសិនបើកន្លែងហ្នឹងជាសម្ដីរបស់ហៀងពិតមែនប្អូនត្រូវឆ្លើយយកពាក្យថា yes ប៉ុន្តែបើមិនមែនទេប្អូនឆ្លើយថា no អូខេតោះឥឡូវយើងទៅមើលកន្លែងអត្ថបទនឹងឡើងវិញបន្តិចមើលបាទទាំងអស់គ្នានេះគឺជាអត្ថបទហើយយើងស្វែងរកចម្លើយទាំងអស់គ្នាតោះ letter A ឥឡូវបងប្អូនមើលកន្លែង letter A យើងរកចម្លើយ letter A សិន Here short they might get to see the baby elephant តោះបាទចម្លើយគឺនៅកន្លែងនេះបាទ Here was so excited if we hurry we might get to see the baby elephant yeah before it get too hot អញ្ចឹងទៅបាទអញ្ចឹងកន្លែងហ្នឹងគឺត្រឹមត្រូវណាហៀងគាត់អ្នកនិយាយណាហៀងគាត់អ្នកនិយាយបាទអញ្ចឹងគឺចម្លើយគឺ yes បាទបងអូនយកពាក្យ yes ហ្នឹងមកត្រឹមត្រូវណាគឺ yes អូខេចម្លើយគឺ yes បងអូនគូសរង្វង់ក៏បានគូសគ្រីសក៏បានដែរបាទ letter B Miss Mom showed that some of the students could get lost បាទតើ yes ឬក៏ no បាទឥឡូវយើងមើលកន្លែងនេះ Miss Mom told all the students to buy a map of the zoo because they could get lost បាទត្រឹមត្រូវណាអញ្ចឹងអ្នកគ្រូមុំគាត់បាន
ប្រែផ្ដាំគាត់គិតគាត់បានគិតថាសិស្សមួយចំនួនហ្នឹងអាចនឹងវង្វេងអញ្ចឹងកន្លែងនេះគាត់ឲ្យទិញផែនទីអីចឹងទៅបាទអញ្ចឹងត្រឹមត្រូវហើយអញ្ចឹងចម្លើយគឺ yes ណា yes បាទចម្លើយគឺ yes Letter C the zookeeper said the lion might be awake at 4 p.m. បាទអញ្ចឹងអ្នកមើលថែសួនសត្វបាននិយាយថាសត្វតោ might be awake ប្រហែលជាភ្ញាក់នៅម៉ោង 4 ឥឡូវយើងមើលចម្លើយមើលត្រូវអត់បាទកន្លែងនេះគឺគាត់គេនិយាយថា tiger នេះ Mr. Support the zookeeper said the tiger បាទនេះគឺសត្វខ្លាដល់ពេលនៅក្នុងសំណួរ letter C នេះគេដាក់ lion អញ្ចឹងចម្លើយគឺខុសគ្នាអញ្ចឹងគឺមានន័យថា no បាទអត់ត្រឹមត្រូវទេបាទនៅក្នុងអត្ថបទគេដាក់សត្វខ្លាដល់ពេលនៅក្នុងសំណួរនេះគេដាក់សត្វតោអញ្ចឹងវាអត់ត្រឹមត្រូវទេគឺ no ពិសិដ្ឋ said they might come back to see the tiger ពិសិដ្ឋតោះឥឡូវយើងមើលកន្លែងនេះ would he said អញ្ចឹងក្នុងនេះគេដាក់ពិសិដ្ឋដល់ពេលនៅក្នុងអត្ថបទគេដាក់ would he said we might come back to see come back if we have time ណាអញ្ចឹងកន្លែងហ្នឹងគេនិយាយតាក់ទងនឹងសត្វខ្លាដល់ពេល would he ហ្នឹងបាននិយាយថាពួកយើងប្រហែលជានឹងត្រឡប់មកម្ដងទៀតបើសិនបើមានពេលដល់ពេលនៅក្នុងសំណួរគេដាក់ពិសិដ្ឋអញ្ចឹងចម្លើយគឺ no បាទ no ខុសមួយទៀតតោះអក្សរ E the zookeeper was worried that ពិសិដ្ឋ might get eaten បាទអ្នកថែសួនសត្វហ្នឹងគាត់មានការព្រួយបារម្ភថាពិសិដ្ឋហ្នឹងប្រហែលជាអាចត្រូវសត្វខ្លារខិនអីស៊ីអញ្ចឹងណាតោះឥឡូវយើងមើលតើ C ឬក៏មិនមែនពាក្យ C ទេបាទចម្លើយគឺមិនមែន C ទេគឺ by ណានេះគាត់ថា stay away from the cage because the leopard might jump up and bite បាទអញ្ចឹងគឺ by មិនមែន C ទេខំណាបាទចម្លើយគឺ no បាទ no បាទអញ្ចឹងមានន័យថា yes ចម្លើយ A និង B គឺត្រឹមត្រូវចម្លើយ C D E គឺខុសអញ្ចឹងគឺ no បាទអញ្ចឹងនៅក្នុងចំណុចទី7ហ្នឹងគឺមានតែប៉ុណ្ណឹងអញ្ចឹងបងប្អូនកុំច្រឡំថាហ្នឹងជាចំណុចទី6មិនមែនទេយើងត្រូវតែមើលអត្ថបទនៅក្នុងចំណុចទី6ហ្នឹងទើបបងប្អូនអាចឆ្លើយសំណួរនៅក្នុងលំហាត់ទី7នេះបានបាទមិញយើងបានបងប្អូនបានមើលអត្ថបទហើយលោកគ្រូក៏បានផ្ដល់ចម្លើយឲ្យហើយបាទចម្លើយ letter A letter B គឺ yes បាទ yes ណា yes បងប្អូនគ្រីក៏បានគឺ yes ណា yes ដល់ពេលចម្លើយ letter C D E គឺយើងយកពាក្យថា no បាទ no បាទ no បាទហ្នឹងនៅក្នុងចំណុចទី7អូខេតោះឥឡូវយើងបន្តទៅចំណុចទី8ដែលជាចំណុចចុងក្រោយនៅក្នុងមេរៀនបាទទី2ចំណុចបាទចំណុច B តើ what might happen គេសួរថាតើនឹងប្រហែលជានឹងមានរឿងអ្វីកើតឡើងបាទ what might happen តើប្រហែលជានឹងមានរឿងអ្វីកើតឡើង Here are some activities that people do at the weekend in their free time free time okay free time ចឹងមានន័យថាម៉េចគេថានេះគឺជាសកម្មភាពមួយចំនួនដែលគេថាមនុស្សម្នានឹងធ្វើបាទដែលមនុស្សនឹងធ្វើនៅឯថ្ងៃចុងសប្តាហ៍នៅក្នុងពេលទំនេរនៅក្នុងជីវិតរបស់ពួកគេបាទ Look at each activity and write what might may or could happen បាទគេថាសូមឲ្យបងប្អូននឹងមើលទៅសកម្មភាពមួយហើយសរសេរថានឹងប្រហែលជា may ឬក៏ might នឹងដោយបងប្អូនប្រើពាក្យ might ឬក៏ may ឬក៏ could នឹងបាទនៅក្នុងប្រយោគរបស់បងប្អូននឹងថាតើសកម្មភាពពី A ដល់ E ហ្នឹងតើវានឹងអាចនឹងមានរឿងអ្វីកើតឡើងបាទគេថាចូលសរសេរឲ្យបាន2ប្រយោគអំពីរូបភាពនីមួយតោះឥឡូវយើងមើលឧទាហរណ៍ If you do karate you could hurt someone if you do karate you might break your leg បាទកន្លែងហ្នឹងមានន័យថាម៉េចគេថាប្រសិនបើអ្នកបាទហាត់ការ៉ាតេអញ្ចឹងទៅណាអ្នកអាចធ្វើឲ្យនរណាម្នាក់ឈឺឬក៏មានរបួសឬក៏ប្រសិនបើអ្នកហាត់ការ៉ាតេឬក៏រៀនការ៉ាតេហ្នឹងអ្នកប្រហែលជាបាក់ជើងបាទបាក់ជើងបាទអាហ្នឹងយើងគ្រាន់តែនិយាយអំពីអ្វីដែលអាចដែលប្រហែលជាអាចនឹងកើតឡើងវាមិនប្រកាសថា 100% គ្រាន់តែប្រហែលជាអាចនឹងកើតឡើងអូខេតោះឥឡូវប្រសិនបើបងប្អូនទៅហែលទឹកឬក៏ទៅជិះទូកក្តោងទៅលេងបាល់បោះណាឬក៏ទៅដើរលេងតាមព្រៃភ្នំ
នេះដើរលេងតាមព្រៃភ្នំបាទតើនឹងមានរឿងអ្វីកើតឡើងអូខេតោះឥឡូវយើងទៅមើលចម្លើយដែលលោកគ្រូផ្ដល់ឲ្យគ្រាន់តែជាមតិរបស់គ្រូអញ្ចឹងបងប្អូនអាចរកចម្លើយខុសពីអ្វីដែលគ្រូផ្ដល់ឲ្យបាទតោះឥឡូវបងប្អូនយើងមកមើលចំណុច letter A វិញគេផ្ដល់ចម្លើយឲ្យយើងរួចហើយឥឡូវយើងចូលដល់ letter B តែម្ដងនេះ picture letter B នេះបាទអញ្ចឹងមានន័យថាម៉េច if you go swimming in the pool បាទប្រសិនបើបងប្អូនទៅហែទឹកនៅក្នុងអាងបាទអាងទឹកហ្នឹង you might drown បាទ you might drown មានន័យថាបងប្អូនប្រហែលជាអាចនឹងលង់ទឹកបាទ drown នឹងលង់ទឹកណា if you go swimming បាទនេះប្រយោគមួយទៀត if you go swimming in the pool you may injure from slipping or and falling បាទ and falling មានន័យថាម៉េចប្រសិនបើបងប្អូនទៅហែទឹកនៅក្នុងអាងបងប្អូននឹងប្រហែលជាអាចរងរបួសដោយសារអីការរអិលឬក៏ដួលណាslipping បាទ slipping នឹងប្រែថារអិលដល់ពេល falling នេះប្រែថាដួលអញ្ចឹងមានន័យថាប្រសិនបើបងប្អូនទៅហែទឹកនៅក្នុងអាងបងប្អូនអាចនឹងរងរបួសដោយសារអីការរអិលឬក៏ដួលបាទមួយទៀត letter C if you go sailing you could fall off the boat បាទ sailing នឹងជីទូកក្តោងណា sailing នេះគឺជីទូកក្តោងនេះ letter C អញ្ចឹងប្រសិនបើអ្នកទៅជីទូកក្តោង you could fall off the boat មានន័យថាអ្នកអាចធ្លាក់ណាធ្លាក់ពីលើអីពីលើទូកបាទ boat ទូកឬក៏ប្រសិនបើអ្នកទៅជិះទូកក្តោង you might be seasick បាទប្រសិនបើអ្នកទៅជិះទូកក្តោងបាទប្រសិនបើអ្នកទៅជិះទូកក្តោងអ្នកប្រហែលជាពលរលកបាទពលរលកយ៉ាងថាពលរលកទឹកពលរលកទឹកហ្នឹងណា if you play basketballអូខេតោះឥឡូវយើងដល់ letter D if you play basketball you may break your leg ប្រសិនបើអ្នកលេងបាល់បោះអ្នកប្រហែលជាបាក់ជើងឬក៏ if you play basketball you might sprain your finger ប្រសិនបើអ្នកលេងបាល់បោះអ្នកប្រហែលជាឆ្លោះម្រាមដៃឬក៏គ្រិចម្រាមដៃអីចឹងទៅ letter E if you go hiking you may be lost កន្លែងហ្នឹងមានន័យថាម៉េចប្រសិនបើអ្នកបាទទៅដើរកាត់ព្រៃដើរតាមព្រៃភ្នំអញ្ចឹងណាអាហ្នឹងគេហៅថាកាឡាដើរតាមព្រៃភ្នំដែលមានរយៈពេលយូរអាហ្នឹងគេហៅ hiking ឬក៏ផ្លូវហ្នឹងវាវែងប្រសិនបើអ្នកទៅ hiking អ្នកប្រហែលជាវង្វេងឬក៏ if you go hiking you might sprain your ankle ប្រសិនបើអ្នកទៅ hiking មានន័យថាយើងដើរតាមព្រៃតាមភ្នំតាមផ្លូវនឹងយូរអ្នកប្រហែលជាបាទឆ្លោះកជើងអូខេឆ្លោះកជើងបាទនេះគឺជាគំនិតរបស់លោកគ្រូដែលផ្ដល់ឲ្យបងអូនអាចព្យាយាមសរសេរខុសពីនឹងបានណាបាទអញ្ចឹងមេរៀនទី2ចំណុច B នេះបានដល់ទីបញ្ចប់ហើយលោកគ្រូក៏សង្ឃឹមថាបងប្អូននឹងបានយល់បានចេះទាំងអស់គ្នាហើយលោកគ្រូគ្រាន់តែបង្ហាញនៅផ្លូវដល់បងអូនសម្រាប់បងអូនដើរណាសម្រាប់បងអូនដើរមុនដែលបងអូនទៅចូលរៀនជាមួយនឹងគ្រូរបស់បងអូននៅសាលារដ្ឋបាទអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀត